សូមជូនរឿងសត្វតៅវ៉ៅកាលពីព្រេងនាយមានបងប្អូនកំព្រាពីរនាក់រស់នៅក្បែរជើងភ្នំចាប់តាំងពីឪពុកម្ដាយរបស់ពួកគេស្លាប់ចោលទៅបងប្អូនទាំងពីរនាក់នេះរស់នៅយ៉ាងលំបាកបងប្រុសមានចិត្តសន្ទុះប្រណីចំពោះប្អូនស្រីនិងថែទាំនាងគ្រប់បែបយ៉ាងទាំងអស់រាល់ថ្ងៃបងប្រុសតែងតែដាល់ជីកមើមដំឡូងមកស្ងោរធ្វើជាអាហារជាធម្មតានៅពេលស្ងោរដំឡូងឆ្អិនបងកាត់ខាងក្បាលនិងខាងចុងមើមមកញ៉ាំខ្លួនឯងហើយយកសាច់កណ្ដាលហុតឲ្យប្អូនស្រីញ៉ាំទាំងអស់មានថ្ងៃមួយប្អូនស្រីគិតឆ្ងល់ក្នុងចិត្តក៏និយាយទៅកាន់បងថាណែបងឲ្យខ្ញុំញ៉ាំខាងក្បាលនិងខាងចុងមើលម្ដងមកទេប្អូនស្រីខាងហ្នឹងអត់ឆ្ងាញ់ទេបងនេះចិត្តអាក្រក់ណាស់មានរបស់ឆ្ងាញ់ញ៉ាំតែម្នាក់ឯងស្អែកឡើងបងក៏រៀបចំខ្លួនទៅជីកដំឡូងដោយសពដងស្រាប់តែប្អូនយំខ្សឹកសួលពីខាងក្រោយត្អូញត្អែថាបងប្រុសខ្ញុំអត់ចង់នៅផ្ទះទេខ្ញុំសុំទៅជាមួយបងដែរទោះបីបងខំអង្វរប្អូនយ៉ាងណាក៏ដោយក៏នាងនៅតែយំចង់ទៅដដែលបងក៏លួងប្អូនថាអូនស្រីជុកយំទៅបងមិនចង់ឃើញឯងយំតទៅទៀតទេណ៎ហើយចុះបងយកឯងទៅជាមួយបងម្ដងឯងជុកយំទៅណាបងកាន់ដៃប្អូនកាត់វាលចូលព្រៃដ៏សែនឆ្ងាយក្រោមពន្លឺថ្ងៃដ៏សែនក្តៅមិនយូរប៉ុន្មានក៏បានទៅដល់ព្រៃមួយបងងាកមករកប្អូនហើយនិយាយថាថ្ងៃនេះចម្លែកណាស់យើងដើរមកព្រឹកធំទៅហើយរកមើមដំឡូងមួយមើមក៏មិនបានដែរទាំងពីរអ្នកបងប្អូនចេះតែដើរយូរទៅក៏ក្រឡេកឃើញដើមដំឡូងមួយគុំបន្ទាប់មកបងក៏ចាប់ផ្ដើមជីកក្រឡឹងមើមដំឡូងពេលប្អូនឃើញមើមដំឡូងធំក៏គិតក្នុងចិត្តថាបងមើមដំឡូងនេះធំណាស់ពេលស្ងោរចិនមិនដឹងជាឆ្ងាញ់យ៉ាងណាទេកំពុងតែស្រមើស្រមៃស្រាប់តែបងប្រុសជីករុំដីជ្រៅទៅរហូតដល់ចុងមើមបន្ទាប់មកបងក៏ទាញមើមដំឡូងចេញមករំពេចនោះដីដែលនៅមាត់រណ្ដៅក៏បាក់ធៀកស្រុតចុះធ្វើឲ្យបងប្រុសដាំក្បាលចូលទៅក្នុងរណ្ដៅនោះបាក់ទៅគ្រានោះដែរប្អូនមិនបានឃើញបងធ្លាក់រណ្ដៅនោះទេស្មានតែបងធ្វើលេងសើចក៏លើបមើមដំឡូងរត់ទៅមុនបងមិនងាកក្រោយឡើយនៅតាមផ្លូវនាងរត់បណ្ដាលឈប់បណ្ដាលទំរំមកដល់ផ្ទះវិញនាងក៏ប្រញាប់យកមើមដំឡូងទៅលាងទឹកស្ងោរលុះដល់ពេលឆ្អិននាងក៏កាត់ខាងក្បាលនិងខាងចុងមើមមកញ៉ាំគ្រាន់តែនាងញ៉ាំបានបន្តិចនាងក៏ខ្ជិះដំឡូងចេញមកវិញនិយាយទាំងទឹកភ្នែកថាអាយ៉ាអាមួយនេះមិនឆ្ងាញ់សោះរសជាតិល្វីងចាប់ហើយជ្រុបទៀតផងវាមិនផុសល្អដោយសាច់តាណានោះសោះពិតជាដូចបងប្រុសនិយាយមិនផុសមែនពេលនោះនាងក៏ភ្ញាក់ខ្លួនព្រឺតដែលគិតមិនល្អទៅលើបងប្រុសឥឡូវនាងចាប់ផ្ដើមតាំងចិត្តយ៉ាងច្បាស់ថានៅពេលបងត្រឡប់មកវិញត្រូវតែស្ដាប់បង្គាប់និងគោរពតាមបងទាំងអស់នាងគិតហើយក៏អង្គុយសង្កុកមុខផ្ទះចាំមើលផ្លូវបងត្រឡប់មកវិញនាងរងចាំបងអស់ពេញមួយថ្ងៃពិតជាពិបាកចិត្តខ្លាំងណាស់នាងទ្រាំនឹងភាពភ័យខ្លាចបំបានក៏ចេញដំណើរទៅរកបងទាំងទុកព្រួយដូច្នេះនាងខំស្វែងរកបងពិនអស់ទាំងព្រៃព្រឹក្សានាងយំផងស្រែកថងបងប្រុសបងនៅណាបងលើខ្ញុំហើយទេបងគឺជាជីវិតរបស់ខ្ញុំអត់បងបានទេបងត្រូវតែត្រឡប់មករកខ្ញុំវិញនាងរត់ចុះរត់ឡើងរកបងចេញពីព្រៃមួយចូលព្រៃមួយអត់បាយអត់ទឹកវង្វេងក្នុងព្រៃតែម្នាក់ឯងគ្មានគោដៅអស់រយៈពេល2-3ថ្ងៃទៅហើយដែលនាងខំស្វែងរកបងរបស់នាងប៉ុន្តែអ្វីដែលកន្លងផុតទៅវាមិនអាចវិលត្រឡប់ក្រោយវិញបានឡើយបងរបស់នាងមិនបានឮសំឡេងស្រែកហៅរបស់ប្អូនទេបងបានថប់ដង្ហើមក្នុងដីស្លាប់បាត់ទៅហើយ
បងលែងបានចិញ្ចឹមបីបាច់ថែរក្សាប្អូនស្រីជាទីស្រឡាញ់របស់គេទៀតហើយដោយសារតែនាងអត់អាហារច្រើនថ្ងៃនាងក៏អស់កម្លាំងខ្សោយទៅក៏ដួលសន្លប់ក្នុងព្រៃភ្នំនោះបាត់ទៅ